ឧត្តមសេនីយ៍បានលងស្នេហ៍នឹងដូចរបស់គ្រូប៉ុន្តែគាត់ធ្វេសប្រហែសហើយបានធ្វើពុតជាស្លាប់ដើម្បីបានរៀបការជាមួយនាងទោះជាយ៉ាងណាក៏ដោយ3ឆ្នាំក្រោយមកកូនប្រុសខ្ញុំបានជួយឧត្តមសេនីយ៍នៃប្រទេសសត្រូវនៅលើរបស់យន្តតែងតែចាត់ទុកឪពុករបស់គាត់ត្រូវបានធ្វើជាកូននៃសេចក្តីជំនឿហើយនឹងមិនឈានទៅមុខទេលុះត្រាតែការបង្ក្រាបនៅតែបន្តបានដឹងការពិតហើយខ្ញុំត្រៀមខ្លួនរួចរាល់ហើយគេបានទៅជំរុំស្រូវដើម្បីស៊ើបអង្កេតប៉ុន្តែគាត់មានទោសពីបក្ខបជាតិនិងខុបខិតជាមួយស្រូវខ្ញុំបានស្លាប់យ៉ាងវេទនាក្នុងការតស៊ូអស់ជាច្រើនឆ្នាំដូចជាត្រឡប់ទៅថ្ងៃដែលគាត់ធ្វើពុតជាស្លាប់ដាសម្លឹងមើលប្តីរបស់នាងដែលបានធ្វើពុតជាស្លាប់ដោយគ្រោះវីដៃមួយគាត់ត្រូវបានបូជាប្តីខ្ញុំឈរជើងនៅព្រំដែនទោះជាយ៉ាងណាក៏ដោយឧត្តមសេនីយ៍រូបនេះបានល្បាតនៅពេលឆែកឆេរផ្ទះមាននរណាម្នាក់បានវាចាក់លោកវិជ្ជាបណ្ឌិតសៃដែលជាគ្រូពេទ្យយោធាថ្ងៃដែលឧត្តមសេនីយ៍ប៊ូបានស្លាប់នៅពេលនោះបេះដូងខ្ញុំជឿខ្លាំងណាស់ស្ទើរតែដកដង្ហើមមិនរួចសុខសប្បាយជាទេព្រឹកនេះមនុស្សម្នាក់ស្រាប់តែខ្លាយជាមនុស្សតើខ្ញុំអាចទទួលយកសាកសពដោយរបៀបណាកូនប្រុសរបស់គាត់ដែលមានអាយុត្រឹមតែ13ឆ្នាំប៉ុណ្ណោះគឺលោកវេលបេះដូងខ្ញុំឈឺចាប់ពេលស្ដាប់ច្រើនដងវាស្ទើរតែធ្វើឲ្យបេះដូងខ្ញុំខូចភ្លាមនោះគំនិតជាច្រើនបានហូរចូលមកក្នុងជីវិតកន្លងមកជាច្រើនបានលេចចេញមកយីក៏ស្ងប់ចិត្តភ្លាមមកចុះទុកព្រួយត្រូវបានជំនួសដោយកំហឹងនិងការស្អប់ខ្ពើមបានជំនួសជនកំណាចនោះមិនស្លាប់តតែសោះគាត់បានធ្វើពុតជាស្លាប់ប៉ុន្តែលោកវិជ្ជាបណ្ឌិតសៃពួកគេបានអះអាងថាគាត់បានខ្ញុំបានប៉ះរាងកាយរបស់គាត់ជាការពិតណាស់វាត្រជាក់និងរឹងមិនដូចជាមនុស្សរស់នៅខ្ញុំនឹកឃើញភ្លាមអំពីរឿងព្រេងនិទានដែលបង្កឲ្យមានស្ថានភាពនៃចលនាតើវាអាចទៅរួចទេដែលវាមិនមែនគ្រាន់តែជារឿងព្រេងនិទានខ្ញុំបានសម្លឹងមើលលោកវិជ្ជាបណ្ឌិតសៃគាត់ស្រាប់តែត្រូវបានសង់យកទៅជាមួយការគាត់ត្រូវបានជ្រើសរើសឲ្យចូលបម្រើក្នុងគ្រូបានទទួលបន្ទុកតាំងពីពេលនោះមកសាកសពរបស់សង្លែនសង្លៀនត្រូវបានអ្នកក្រមបង្គាប់របស់គាត់គាត់ក៏ជាអ្នកដែលបានផ្ញើសារឯកជនទៅសង្លែនដែរដៅបានវាប្រហារយ៉ាងច្បាស់របួសនោះគឺនៅត្រង់ស្មាវាមិនបណ្ដាលឲ្យស្លាប់ទេតើគាត់ស្លាប់ដោយរបៀបណាការពន្យល់តែមួយគត់គឺថាសាកលវិទ្យាល័យស្វាមីបានសហការជាមួយសង្លែនដើម្បីខ្លាញ់ការស្លាប់ធ្វើឲ្យសាស៊ីកាដារត់គេគ្រឿងលោកវិជ្ជាបណ្ឌិតសៃធ្វើពុតជាទៀងគាត់បានលើកកូនប្រុសរបស់គាត់ឡើងហើយលួងលោមគាត់មនុស្សស្លាប់មិនអាចរស់ឡើងវិញបានទេឧត្តមសេនីយ៍វ័យក្មេងការចូលរួមរំលែកទុករបស់ខ្ញុំសម្លឹងមកខ្ញុំម្ដងទៀតហើយផ្ដល់យោបល់លោកជំទាវសូមឲ្យលោកឧត្តមសេនីយ៍ចូលឲ្យបានឆាប់តាមដែលអាចជួយរក្សាផែនដីដើម្បីសន្តិភាពខ្ញុំបានគិតយ៉ាងយកចិត្តទុកដាក់ឲ្យមុននេះបន្ទាប់ពីគាត់ត្រូវបានគេដាក់ក្នុងឈូសរបស់គាត់រួចខ្ញុំត្រូវបានបាត់ម្ដងទៀតតាមទំនៀមទម្លាប់បន្ទាប់ពីត្រូវបានដាក់នៅក្នុងផ្ទះរបស់មានតែពេលនោះទេទើបអាចបញ្ចុះគាត់ប្រហែលជានៅក្នុង Thailand 7ថ្ងៃបានកន្លងផុតទៅលើកនេះខ្ញុំមិនឲ្យវាទៅគាត់ទៀតទេនេះជាឱកាសរបស់អ្នកឧត្តមសេនីយ៍ធ្លាប់ប្រាប់ខ្ញុំថាបើថ្ងៃណាមួយគាត់ស្លាប់ក្នុងសមរភូមិដូច្នេះបូជាគាត់ទៅទុកឲ្យគាត់ស្លាប់រលឹងនឹងបន្តការពារព្រំដែនលោកស្រីឲ្យនេះតើប៉ាពិតជានិយាយបែបនោះមែនទេជាការពិតណាស់តាមម្ដាយរបស់អ្នកនឹងកុហកអ្នកទេនោះជារបៀបដែលជីតាខាងម្ដាយរបស់អ្នកធ្លាប់លើពេលនោះឪពុករបស់អ្នកតែងតែហៅជីតាខាងម្ដាយរបស់អ្នកថាឪពុករបស់គាត់បានចាត់ទុកគាត់ជាគំរូហើយបាននិយាយថាគាត់ខាងម្ដាយរបស់អ្នកបានកើតមកជាសូម្បីតែមនុស្សលេចធ្លោបំផុតក៏ខ្លាចជាខ្មោចដ៏កាចសាហាវបន្ទាប់ពីស្លាប់ដែរចូលយើងធ្វើតាមបំណងប្រាថ្នាចុងក្រោយរបស់ឪពុកយើងឪពុករបស់អ្នកនឹងពេញចិត្តវិជ្ជាបណ្ឌិតមានការងឿងឆ្ងល់ទាំងស្រុងប៉ុន្តែឧត្តមសេនីយ៍មិនបាននិយាយជាមួយខ្ញុំបែបនោះទេមុនពេលគាត់ស្លាប់គាត់គ្រាន់តែនិយាយថាបញ្ចុះសពគាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានមិនចាំបាច់តើអ្នកអាចបញ្ជូនសាកសពត្រឡប់ទៅទីក្រុងប៉េកាំងវិញបានទេគាត់ស្គាល់ប្តីខ្ញុំច្បាស់ជាងខ្ញុំទៅទៀតតើខ្ញុំអាចប្រាប់អ្នកដោយរបៀបណាថាខ្ញុំចិត្តស្លាប់គាត់ច្បាស់ជាស្គាល់ខ្ញុំបន្ទាប់ពីនិយាយច្រើនយ៉ាងនេះគាត់នឹងដោះស្រាយកិច្ចការរបស់គាត់ឲ្យបានត្រឹមត្រូវនោះជាព័ត៌មានទាំងអស់ដែលពួកគេបានផ្ដល់ជូនគ្រាន់តែធ្វើតាមដែលខ្ញុំនិយាយពិធីបូជាសពត្រូវបានបញ្ជាឲ្យធ្វើឡើង7ថ្ងៃក្រោយនឹងចូលរួមក្នុងពិធីនេះបញ្ជូនឧត្តមសេនីយ៍ទៅកាន់ដំណើរចុងក្រោយរបស់ខ្ញុំបានស្រក់ទឹកភ្នែកបន្ទាប់ពីនោះឧត្តមសេនីយ៍ហេតុអ្វីបានជាអ្នកចាក់ចេញបែបនេះកូនប្រុសខ្ញុំឃើញខ្ញុំយំសោកសៅខ្លាំងណាស់អ្នកបានជួយគាំទ្រខ្ញុំអ្នកបានលួងលោមខ្ញុំដោយនិយាយថាម៉ាក់កុំបារម្ភអីកូនប្រុសនឹងទទួលមរតកបន្តពីឪពុកនៅថ្ងៃអនាគតការថែរក្សាអ្នកនឹងបំពេញកាតព្វកិច្ចរបស់ឪពុកអ្នកភារកិច្ចមិនទាន់ចប់ការពារព្រំដែនគាត់មិនដឹងថាមនុស្សនៅពីមុខគាត់គឺជាឪពុករបស់វីរបុរសដ៏អស្ចារ្យម្នាក់គឺសម្រាប់ស្នេហានិងមនោសញ្ចេតនាពួកគេបានមើលរំលងទាំងផលប្រយោជន៍ជាតិតាំងពីជួយគាត់សងលែងបើខ្ញុំចង់មានសេចក្តីថ្លៃថ្នូរខ្ញុំនឹងជួយគាត់ឲ្យមានសេចក្តីថ្លៃថ្នូរចេញពីចិត្តជាញឹកញាប់ពិធីបូជាសពមួយត្រូវបានធ្វើឡើងសម្រាប់ឧត្តមសេនីយ៍ហើយចាប់ផ្ដើមបត់ដៃរបស់អ្នកភ្លាមសេដេហ្វសាងសង់បូជាសពខ្ញុំមានការថប់បារម្ភខ្លាំងណាស់រហូតដល់ខ្ញុំពេលវេលាដ៏សំខាន់ម្ដាយរបស់សង្លែងក្រុមគ្រួសាររបស់អ្នកបានប្រញាប់ប្រញាល់បញ្ឈប់អ្នកពីការស្ត្រីនោះឃើញខ្ញុំហើយលើកដៃឡើងបំរុងនឹងវាខ្ញុំគឺជាបុរសដ៏អស្ចារ្យម្នាក់ដែលបានបម្រើប្រទេសជាតិរបស់គាត់អ្នកក៏គ្មានសេចក្តីថ្លៃថ្នូរដែរទោះបីជាអ្នកមិនធ្វើពិធីបុណ្យសពក៏ដោយក៏វានៅតែញញៃដដែលជន់ឆ្លៃរាងកាយរបស់គាត់ដុតវានឹងធ្វើឲ្យអាម៉ាស់មុខតើអ្វីជាភាពខុសគ្នារវាងឆ្អឹងនិងបរទេសខ្ញុំព្រមមានអ្នកប្រសិនបើអ្នកហ៊ានប៉ះគាត់ខ្ញុំនឹងប្រយុទ្ធនឹងអ្នករហូតដល់ស្លាប់កូនប្រុសដ៏កំណាចសូម្បីតែកូនប្រុសក៏ប្រើគេហទំព័ររបស់ម្ដាយនេះដែរនោះជាឪពុករបស់អ្នកផ្ទាល់កូនប្រុសនោះស្រាប់តែមានអារម្មណ៍មិនស្រួលខ្លួនមួយសន្ទុះកូនប្រុសគ្រាន់តែចង់បំពេញមរតករបស់ឪពុកប៉ុណ្ណោះតើបំណងប្រាថ្នាចុងក្រោយរបស់អ្នកគឺជាអ្វីសូមប្រញាប់ប្រាប់ខ្ញុំជីវដ្ឋាននឹងត្រូវរស់រចោលហើយឪពុករបស់អ្នកនឹងត្រូវសូមឲ្យខ្ញុំបានបញ្ចុះសពឲ្យបានត្រឹមត្រូវម្ដាយបានត្រដុសស្មាដែលត្រូវគេវាយសម្លាញ់ឲ្យអ្នកមិននៅទីក្រុងប៉េកាំងទេភ្នែករបស់ប្រពន្ធសម្លឹងមើលដោយក្តីមានទោសភ្លាមនោះគាត់បានបង្ហាញខ្លួនពីចម្ងាយរាប់ពាន់ម៉ាយពីរដ្ឋធានីស្ថានភាពព្រំដែនប្រហែលជាមិនមែនជារឿងចៃដន្យទេតើវាសំខាន់ទេថាខ្ញុំនៅទីណាខ្ញុំមិនអាចមកទីនេះដើម្បីមើលកូនប្រុសរបស់ខ្ញុំបានទេកូនប្រុសបានរៀបការជាមួយគ្រួសាររបស់អ្នកខ្ញុំធ្លាប់គិតអំពីការមិនលក់ខ្លួនទៅឲ្យគ្រួសារអ្នកទេខ្ញុំមិនអាចមកមើលបានទេវាមិនមែនជារឿង